ว้าวបរិយាកាសនៅជនបទនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ខ្យល់ទាំងឡាយក៏បរិសុទ្ធមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ក៏ត្រជាក់ដែរនេះបុប្ផាស្រស់ល្អត្រចក់នាំឲ្យកន្លងចង់ក្រេបលំអងបើឃើញផ្ការីកម្ដងទុំសោកសៅមងរលាយរលត់ពីអរាហេមានរឿងអីកើតឡើងហ្នឹងមកដល់ទីនេះហើយនៅមានគ្រោះថ្នាក់ចរាចរណ៍ទៀតណោះវាដូចជាមិនសមសោះតែខ្ញុំគួរតែចុះទៅមើលអត់ណោះទេដូចជាមិនបាច់ទេព្រោះមានអ្នកជួយសង្គ្រោះហើយណាមួយខ្ញុំទៅក៏មិនដឹងជាជួយអីបានដែរនៅពេលដែលពិសិដ្ឋបានជួបប្រទះនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះហើយភាពសប្បាយរីករាយទាំងប៉ុន្មានក៏រលត់បាត់អស់ភ្លាមតែម្ដងពេលនោះឡានពិសិដ្ឋរត់ចេញពីហេតុការណ៍បានឆ្ងាយបន្តិចក៏ស្រាប់តែលែងរត់បន្តទៅមុខទៀតឈប់ស្ងៀមឈឹងតែម្ដងអញយ៉ាងម៉េចអញ្ចេះឡានខ្ញុំរត់សុកក៏រត់ឈឹងអញ្ចឹងហាអស់សាំងទេខ្ញុំចេញមកចាក់សាំងពេញហើយតាមិនបានជាអស់លឿនម្លេះចប់ហើយនៅទីនេះគ្មានផ្ទះអីមួយផងហ្នឹងតើឲ្យខ្ញុំទៅរកសាំងនៅណាបានហើយតាមផ្លូវនេះក៏ស្ងប់ស្ងាត់ទៅទៀតមិនឃើញមាននរណាជិះឆ្លងកាត់អីសោះហើយហត់ណាស់ព្រះអើយរុញមកសន្ទុះទៅហើយឡានដូចជាមិនទៅមុខសោះមិនក៏នៅដដែលអញ្ចឹងណោះយើងឯនេះហត់សឹងស្លាប់ទៅហើយមិនក៏អញមិនព្រមទៅមុខទៅអីសោះអញ្ចឹងហើយមើលទៅមានតតុកឯងចោលនៅទីនេះសិនហើយពិសិដ្ឋបានបើកគោតឡានយកកដុងទឹកមួយចេញមកដើម្បីទៅរកមើលកន្លែងណាដែលមានលក់សាំងនៅតាមដងផ្លូវធ្វើដំណើរនោះដូចជាគ្មានផ្ទះអ្នកណារស់នៅសោះឡើយដើរបានបន្តិចទៅក៏បានប្រទះនឹងភូមិតូចមួយពិសិដ្ឋពិតជាត្រេកអរខ្លាំងណាស់ពេលចូលទៅដល់រូបគេមានការភ្ញាក់ផ្អើលនោះមិនមែនជាភូមិតូចដូចជាគេបានឃើញនោះទេតែដូចជាស្រុកដ៏ធំមួយទៅវិញរវល់ទៅត្រេកអរសុកពិសិដ្ឋក៏ងាកមកខាងក្រោយវិញស្រាប់តែបាត់ផ្លូវដែលគេបានដើរមកនោះជំនួសមកវិញគឺសុទ្ធតែព្រៃទាំងអស់ទេខ្ញុំចាំច្បាស់ណាស់អំបញ្ញមិញផ្លូវដែលខ្ញុំដើរគឺនៅខាងនោះតាហើយវាបាត់តាណាវាទៅណាហើយកុំគិតច្រើនទៅសួរអ្នកស្រុកគេសិនជំរាបសួរលោកពូណាមីងលើកដៃថ្វាយព្រះក្មួយនេះក្មួយមកពីខាងណាមិនក៏ស្លៀកពាក់ចម្លែកខុសគេម្លេះក្មួយខ្ញុំថាលោកពូណាមីងស្លៀកពាក់ចម្លែកជាងខ្ញុំទៅទៀតក្មួយក្មួយបាទលោកពូខ្ញុំមកនេះដើម្បីរកទិញសាំងស្អីទៅសាំងហ្នឹងមើលក្មួយនិយាយច្បាស់ម្ដងទៀតទៅមើលគឺសាំងសម្រាប់ចាក់ឡានណាលោកពូហេក្មួយស្អីទៅឡាននោះហើយវាជាសត្វអីទៅក្មួយពិសិដ្ឋពេលបានឮសំណួររបស់លោកពូហើយក៏អស់ពាក្យអីនឹងនិយាយបន្តទៀតរួចក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងថាចំនេះអញមកដល់ចំនួនណាហើយនេះមិនបានជាអ្នកភូមិនៅទីនេះមិនស្គាល់ឡានមិនស្គាល់សាំងសោះអញ្ចឹងឬក៏នៅទីនេះជាតំបន់ដាច់ស្រយាលពីគេឯងបានជាពួកគាត់មិនស្គាល់តើក្មួយកំពុងគិតអីហ្នឹងបាទលោកពូខ្ញុំអត់មានបានគិតអីទេហើយចុះឥឡូវក្មួយឈ្មោះអីហើយមកពីណាឲ្យប្រកាសនេះបាទខ្ញុំមានឈ្មោះថាពិសិដ្ឋខ្ញុំមកពីទីក្រុងភ្នំពេញជិះមកបានពាក់កណ្ដាលផ្លូវឡានក៏អស់សាំងតែម្ដងទៅណាពូក្មួយនេះនិយាយអីចម្លែកដល់ហើយតើក្មួយវិញវាន់ហើយមែនទេមីងស្ដាប់មិនយល់សោះក្មួយសិន
បើអញ្ចឹងតើក្មួយមកទីនេះបានដោយរបៀបណាខ្ញុំក៏មិនដឹងថាខ្ញុំមកដល់ទីនេះបានដោយរបៀបណាដែរពូខ្ញុំចាំបានថាពេលដែលខ្ញុំដើរតាមផ្លូវសុកស្រាប់តែមកដល់ទីនេះបានយ៉ាងចម្លែកតែម្ដងពេលដែលខ្ញុំដើរចូលមកគឺមានតែពេលងាកត្រឡប់ទៅវិញបែរជាមិនឃើញហើយឃើញសុទ្ធតែព្រៃលែងមានផ្លូវទៀតហើយណ៎ហើយឥឡូវក្មួយសម្រាប់នៅផ្ទះរបស់ពូសិនចុះចាំពេលណាក្មួយនឹកឃើញចង់ទៅវិញពេលណាក៏បានដែរមិនបានជាពួកគាត់ទាំងពីរចិត្តល្អម្ល៉េះទាំងដែលមិនទាន់ស្គាល់ខ្ញុំច្បាស់ផងហ្នឹង នេះក្មួយកំពុងតែគិតអីទៀតហើយនឹង បាទណាមីងខ្ញុំគ្រាន់តែឆ្ងល់ថាលោកពូណាមីងមិនទាន់ស្គាល់ខ្ញុំច្បាស់ទេមិនបានជាព្រមឲ្យខ្ញុំនៅជាមួយបែបនេះអញ្ចឹងបន្ទាប់ពីលោកពូណាមីងបានស្ដាប់ពាក្យរបស់ពិសិដ្ឋនិយាយហើយពួកគាត់ក៏ញញឹមនិងមិនបាននិយាយអ្វីតទៅទៀតដែរហាក់បីដូចជាគាត់ទាំងពីរបានដឹងរឿងពីមុនអញ្ចឹងតើពួកគាត់ជានរណាតើផ្ទះដ៏ធំមួយនេះរស់នៅតែពីរនាក់គាត់មែនទេខ្ញុំក៏មិនអាចប្រាប់អ្នកបានដែរមានតែចាំមើលតទៅទៀតហើយទើបដឹងថ្ងៃល្ងាចពិសិដ្ឋនិងពូរតនៈបានសន្ទនាគ្នាជាហោហែចប់រឿងមួយចូលរឿងមួយមិនចេះចប់មិនចេះហើយនិយាយគ្នាតលតែថ្ងៃជ្រេចូលត្រនំនៅតែមិនទាន់ឈប់និយាយគ្នាទៀតលុះយូរបន្តិចទៅមីងច័ន្ទក៏បានរៀបចំបាយម្ហូបឆ្អិនរួចរាល់ហើយក៏បានហៅប្តីរបស់គាត់និងអ្នកកំឡោះឲ្យមកហូបបាយតែមីងច័ន្ទគាត់មិនបានហូបបាយជាមួយនោះទេដោយគាត់បានដាក់បាយនិងម្ហូបក្នុងកន្ត្រករួចក៏ដើរចេញពីផ្ទះបាត់ទៅក្មួយសិតបើក្មួយល្ងុយឡើងទៅដេកនៅលើផ្ទះចុះណាក្មួយពូចូលសម្រាកមុនហើយបានអរគុណលោកពូប៉ុន្តែខ្ញុំនៅមិនទាន់ល្ងុយគេងនោះទេលោកពូចូលសម្រាកមុនចុះតាមចិត្តឯងចុះអញ្ចឹងបន្ទាប់ពីពូរតនៈបានចូលសម្រាកបាត់ទៅពិសិដ្ឋបានអង្គុយសញ្ជប់សញ្ជឹងគិតក្នុងចិត្តតែម្នាក់ឯងថាតែនេះខ្ញុំកំពុងតែយល់សប្តិមែនទេហេតុអីបានជាខ្ញុំមកដល់ទីនេះតែខ្ញុំគួរទៅវិញបានដោយរបៀបណាតើផ្ទះដ៏ធំមួយនេះមានតែពួកគាត់ពីរនាក់រស់នៅមែនទេណាស់ហើយកុំគិតច្រើនអីប្រហែលជានិស័យនឹងគ្នាហើយទើបបានជួបគ្នាបែបនេះម៉ោងប្រហែលហើយទេនេះចប់ហើយទូរស័ព្ទខ្ញុំភ្លេចនៅក្នុងឡានឯណោះតើមានអ្វីនឹងមើលម៉ោងទៅមើលទៅដូចជាយប់ជ្រៅដែរហើយណាមួយខ្ញុំក៏រៀងងងុយដែរព្រឹកឡើងអរុនសួស្ដីលោកពូបាទក្មួយហើយនេះក្មួយកំពុងធ្វើអីហ្នឹងបាទខ្ញុំឃើញពាងនេះចិត្តអស់ទឹកខ្ញុំក៏រែកដាក់បំពេញបន្ថែមទៅមិនអីទេក្មួយទុកឲ្យមីងឯងជាអ្នកធ្វើចុះមិនអីទេខ្ញុំអាចធ្វើបានតែលោកពូណាមួយណាមីងគាត់អត់នៅផ្ទះផងនិយាយអញ្ចឹងណាមីងគាត់ទៅណាហើយលោកពូមីងឯងទៅចំការតលតែថ្ងៃបន្តិចទើបត្រឡប់មកវិញតែចំការលោកពូនៅឆ្ងាយពីនេះមែនទេបានជាគាត់សម្រាកនៅទីនោះត្រូវឲ្យក្មួយគឺឆ្ងាយល្មមអាចថា3ម៉ាយពីផ្ទះទៅចំការពូអូចំនួននោះគេប្រើម៉ាយហ៎តើក្មួយកំពុងគិតអីហ្នឹងអត់មានគិតអីទេលោកពូពិសិដ្ឋរស់នៅទីនេះអស់មួយថ្ងៃហើយមួយថ្ងៃទៀតនៅតែមិនទាន់ដឹងថាខ្លួនឯងមកទីនេះបានដោយរបៀបណានោះទេចម្លែកអីនេះមួយខែទៅហើយដែលពិសិដ្ឋរស់នៅកន្លែងនេះតែកិច្ចការទាំងប៉ុន្មានគឺពិសិដ្ឋធ្វើសឹងតែទាំងអស់ទោះបីជាពូរតនៈនិងមីងច័ន្ទមិនឲ្យគេជួយធ្វើក៏ដោយក៏ពិសិដ្ឋនៅតែធ្វើជារៀងរាល់ថ្ងៃមិនដែលខានរហូតយូរទៅធ្វើឲ្យពូរតនៈនិងមីងច័ន្ទពេញចិត្តនឹងរូបគេជាខ្លាំងក្មេងនេះពិតជាមានអត្តចរិតល្អនិងឧស្សាហ៍ខ្លាំងណាស់ម៉ែវាមែនហើយពុកវាខ្ញុំមិនដែលឃើញក្មេងប្រុសណាចេះកិច្ចការផ្ទះបាយមកចប់អញ្ចឹងទេមិនបានជាពុកវាឯងដកដង្ហើមធំបែបនេះណាស់ហើយ
បើកូនស្រីយើងចេះកិច្ចការផ្ទះបែបហ្នឹងមិនដឹងជាល្អយ៉ាងណាទេបើមួយថ្ងៃនៅតែកាប់គាស់ដីស្រែហ្នឹងតើមានបរោះណានឹងចូលស្ដីទៅដឹងនោះ និយាយអញ្ចឹងក៏ត្រូវដែរតែមើលសភាពពុកវាឯងទៅមើលធ្វើកិច្ចការធ្ងន់មិនបានផងនឹងអញ្ចឹងហើយបានជាមារាកូនស្រីយើងធ្វើការជំនួសពុកវាឯងនឹងណាមកពីខ្ញុំអាណិតកូនស្រីមិនចង់ឲ្យនាងធ្វើការធ្ងន់បែបហ្នឹងហើយដោយសារតែអាជើងឈឺមកគូនឹងហើយបានជាធ្វើឲ្យកូនលំបាកបែបនេះអើយបានហើយពុកវាឯងឈប់បន្ទោសខ្លួនឯងទៅថ្ងៃនេះមារានាងត្រឡប់មកផ្ទះផងអូអញ្ចឹងម៉ែវាឯងទៅធ្វើម្ហូបណាដែលមារាចូលចិត្តចុះហើយធ្វើឲ្យច្រើនតែកុំភ្លេចស្រាសខ្ញុំកន្លះលីត្រផងណាម៉ែវាឈឺទេតែខំណាស់អាស្រានឹងកុំភ្លេចក្មួយសិតអើយមកហូបបាយសិនមកក្មួយបានខ្ញុំទៅឥឡូវហើយវ៉ាវថ្ងៃនេះមិនក៏មិញធ្វើម្ហូបច្រើនម្លេះហូបមិនអស់ទៅថ្ងៃនេះមីងឯងធ្វើម្ហូបច្រើនក៏ព្រោះតែមានភ្ញៀវពិសេសមកលេងណាមានភ្ញៀវពិសេសមែនក៏អីមីងអាយ៉ាមានភ្ញៀវពិសេសមកពីណាគឺកូនស្រីមីងនឹងឯងនេះមីងមានកូនស្រីមិនបានជាខ្ញុំមិនដែលបានឃើញនឹងលឺពូមីងនិយាយសោះអញ្ចឹងមីងមានកូនស្រីពិតមែនតែកូនស្រីមីងមិនដែលនៅផ្ទះទេគឺនាងនៅឯចំការឯណោះតតែប្រមូលផលរួចហើយទើបនាងត្រឡប់មកផ្ទះវិញដូចក្មួយបានឃើញស្រាប់ហើយមីងយកបាយម្ហូបទៅឲ្យសឹងទៅរាល់ថ្ងៃហ្នឹងខ្ញុំមិនដែលដឹងសោះមីងបើអញ្ចឹងនាងនៅចំការតែម្នាក់ឯងទេហីត្រូវហើយក្មួយនាងនៅតែម្នាក់ឯងទេជួនកាលក៏ម៉ែវាទៅនៅជាមួយបាន2-3ថ្ងៃអញ្ចឹងទៅរួចចុះនាងនៅតែម្នាក់ឯងអញ្ចឹងអត់មានខ្លាចអីទេមួយអើយមានស្អីឲ្យនាងខ្លាចទៀតទៅមិនថាមនុស្សឬក៏ខ្មោចអាចថាខ្លាចនាងវិញផងក៏មិនដឹងមែនហើយកូនស្រីមីងនេះណានាងកាចខ្លាំងណាស់ប្រុសនៅក្នុងភូមិនេះក៏ខ្លាចនាងដែរអញ្ចឹងហើយណាបានជាគ្មានអ្នកណាចូលស្ដីទៅដឹងសោះកាចតើនាងកាចដល់កម្រិតណាទៅណោះកាចសាហាវជាងខ្លាឬក៏យ៉ាងម៉េចកំពុងតែគិតសុកស្រាប់តែមានរទេះបោមកពីចម្ងាយនៅក្នុងរទេះពោពេញទៅដោយបន្លែផ្លែឈើជាច្រើនដោយឃើញមានស្ត្រីម្នាក់ដៃម្ខាងកាន់ខ្សែគោទាំងពីរនិងម្ខាងទៀតកាន់ខ្សែតៃបរទេះគោពេលមកដល់ជិតផ្ទះទើបដឹងថាជាមារាពិសិដ្ឋបានឃើញមារាហើយសម្លឹងមើលនាងមិនព្រិចភ្នែកសោះក៏ព្រោះតែសម្រស់របស់នាងស្អាតខ្លាំងពេកធ្វើឲ្យរូបគេភ្លឹកភ្លាំងស្មារតីអស់រលីងក្មួយសិនបានពូនោះហើយជាកូនស្រីរបស់ពូកូនស្រីពូពិតជាស្រស់ស្អាតណាស់ត្រូវហើយនាងស្អាតដូចតម៉ែវាកាលនៅពីក្មេងអញ្ចឹងអូយមិនដឹងជាស្អីទេពុកវាឯងនេះមារាអើយទុកនឹងសិនទៅកូនមកហូបបាយសិនមកណាតន់ហូបនៅក្តៅចាស់ម៉ែខ្ញុំតែឥឡូវហើយមារាអង្គុយចុះសិនមកកូនមែនហើយកូននាងគឺក្មួយសិតដែលម៉ែចេះតែនិយាយប្រាប់កូននោះអីហើយណែក្មួយសិតនេះមារាកូនស្រីរបស់មីងបានសួស្ដីណានាងមារាមិនបាននិយាយតបទៅពិសិដ្ឋវិញឡើយតែបែរជាសម្លក់មុខដូចជាចង់ហែកស៊ីសាញ់ពិសិដ្ឋឃើញមារាសម្លក់មុខបែបនេះនាយយើងក៏ភិតភ័យជាខ្លាំងដូចគេថាមែនតាប្រុសខ្លាចនាងដោយសារតែការសម្លក់របស់នាងនឹងហើយសូម្បីតែខ្ញុំក៏ខ្លាចនាងដែរឥឡូវនេះបានហើយឆាប់ហូបបាយទៅបាយមកហូបតិចអស់ហើយបន្ទាប់ពីហូបបាយរួចអស់ហើយមារាក៏បានក្រោកឡើងហើយដើរសំដៅទៅរទេះនាងដាក់បន្លែផ្លែឈើយកមកទុកនៅក្នុងផ្ទះ
មិញច័ន្ទគាត់ប្រមូលចានឆ្នាំងយកទៅលាងនៅឯក្នុងផ្ទះបាយមិញសម្រាប់ចុះចាំខ្ញុំជាអ្នកយកទៅលាងវិញ មិនអីទេក្មួយទៅជួយលើកផ្លែឈើលើរទេះជាមួយម៉ារ៉ាចុះណា បាន មនុស្សប្រុសអីធ្វើការដោយស្រីអញ្ចឹងយ៉ាប់មែនតមងមិនចូលចិត្តប្រុសប្រភេទអញ្ចឹងទេ នាងតើមានអីឲ្យខ្ញុំជួយដែរទេ ចុះលោកមិនបាក់ភ្នែកមើលទេអីរបស់ឲ្យពេញរទេះនៅសួរទៀត ឯងខំតសួរយកគួរតែបែរជាមិនត្រូវមាត់គេទៅវិញពិតជាកាចដូចជាខ្លាមែនអញ្ចឹងតើបានជាប្រុសខ្លាចនាងបែបនេះ ហើយលោកនៅឈរថ្មឹងដល់ណាទៀតមិនក៏មិនជួយលើកគ្នាថ្មើនៅនឹងហើយ បាននាងពិសិដ្ឋពិតជាខំថ្មិញសង្កត់ចិត្តខ្លាំងមែនទែនជាមួយនឹងពាក្យសម្ដីរបស់ម៉ារ៉ាដែលក្រោតក្រៀតមិនគួរឲ្យចង់ស្ដាប់សោះតើធ្វើយ៉ាងណាទៅណោះទើបឲ្យម៉ារ៉ាបដូរចរិតឆ្មាំងឆ្មៃរបស់នាងបានបើអញ្ចឹងមានតែចាំមើលបន្តទៅទៀត ក្មួយសិនតើក្មួយរៀបចំកន្លែងសម្រាកហើយនៅត្បិតតែផ្ទះនេះវារៀងតូចបន្តិចក៏ពិតមែនតែវានៅស្អាតល្មមអាចនៅបានណាក្មួយបានតើលោកពូអាចនៅបានខ្ញុំពេញចិត្តនឹងទីកន្លែងនេះណាស់ម៉ារ៉ាកូនស្រីពូសម្ដីរៀងពិបាកស្ដាប់បន្តិចហើយណាក្មួយតែនាងចិត្តល្អណាស់ចំពោះប្រុសនាងតែងតែនិយាយស្ដីបែបនេះអញ្ចឹងហើយបានជាប្រុសនៅក្នុងភូមិនេះមិនមាននរណាមកស្ដីទៅដឹងនាងធ្វើជាប្រពន្ធសោះអាចថានាងមិនទាន់ដល់គូទៅដឹងពូណ៎ហើយមានតែមិនដោយតាមវាសនារបស់វាទៅចុះឥឡូវនេះយប់ជ្រៅដែរហើយណាក្មួយអញ្ចឹងពូទៅសម្រាកសិនហើយបានលោកពូអញ្ចឹងទៅសម្រាកចុះដោយថ្ងៃនេះព្រះច័ន្ទហាក់បីដូចជារះឡើងមូលក្រឡង់លាយឡំជាមួយដួងតារាទាំងឡាយដែលគោចរហែហមដំណើរឯខ្យល់ក៏ត្រជាក់បក់មករំភើយបានពំនាំយកនៅទឹកសន្សើមនាកណ្ដាលរាត្រីមកស្រប់ស្រោចលើប្រតពីញ៉ាំងឲ្យពិសិដ្ឋមានអារម្មណ៍ថាត្រជាក់អស់ជើងដៃមិនយូរប៉ុន្មានពិសិដ្ឋក៏បានចូលសម្រាកបាត់ទៅព្រឹកឡើងយីនេះក្មួយមកធ្វើអីកន្លែងផ្ទះបាយហ្នឹង បានខ្ញុំកំពុងតែឆាក្តៅព្រោះឃើញម្រះព្រៅនៅក្បែរផ្ទះច្រើនពេកបានជាខ្ញុំបេះយកមកឆាជាមួយនឹងសាច់មាន់មីងភ្លក់មើលយ៉ាងម៉េចដែរ ឆ្ងាញ់មែនហើយក្មួយចេះធ្វើពីពេលណាដែរហ្នឹងហ៎ បានខ្ញុំចេះយូរហើយមីង អូពិតជាប៉ិនប្រសពមែនមនុស្សស្រីល្មមចាញ់ក្មួយហើយនេះ វាមិនដែលទេមីង ព្រឹកនេះម៉ែធ្វើម្ហូបឆ្ងាញ់ណាស់ត្រូវមកខ្ញុំតែម្ដងទេម៉ែមិនមែនជាអ្នកធ្វើឯណាកូនគឺក្មួយសិតជាអ្នកធ្វើហ្នឹងណា បើនាងចូលចិត្តខ្ញុំនឹងធ្វើឲ្យជារៀងរាល់ថ្ងៃ ខ្ញុំចេះតែថាទៅទេគ្មានអីផងហ្នឹង និយាយហើយក៏នៅស្ងៀមពិសិដ្ឋបានត្រឹមតែញញឹមក៏មិនហ៊ាននិយាយស្ដីអ្វីដែរព្រោះបានដឹងក្នុងចិត្តរួចទៅហើយនៅក្នុងផ្សារអេកុំឈរនៅស្ងៀមអីស្រែកដូចគេដូចអញដែរទៅណា ខ្ញុំនឹង លោកនឹងហើយមានអ្នកណាទៀតស្រែកទៅ តែខ្ញុំមិនដែលធ្វើអញ្ចឹងផងមនុស្សច្រើនសឹងអីខ្ញុំខ្មាស់គេណា មិន
ជាអ្វីទេបើមិនស្រែកប្រពាយនេះអញ្ចឹងលក់មិនដាច់ទៅស្រែកដូចគេទៅ បានខ្ញុំស្រែកក៏បានដែរតែអ្នកនាងកុំសើចខ្ញុំណាបន្លែផ្លែឈើស្រស់ៗមកដល់ហើយអស់មាមីងអើយសូមអញ្ជើញទិញសូមអញ្ជើញទិញបានបើពូមីងមិនជឿទេគឺអាចភ្លក់មើលបានដោយមិនគិតប្រាក់ទេពិសិដ្ឋស្រែកពពីនេះមិនបានយូរប៉ុន្មានផងមនុស្សនៅក្នុងផ្សារក៏នាំគ្នាមកមើលគ្រប់គ្នាណែអាចៅនឹងអាចសាកបានមែនហើយបានលោកតាអាចសាកបានពិតមែនណាគ្មាននរណាដែលធ្វើអញ្ចឹងទេមិនធ្លាប់មានពីមុនមកសោះយេអាចៅឯនេះមកកចិត្តល្អម្ល៉េះមើលឲ្យតាសាកពត្រានេះមកក្របមកមើលបានសូមអញ្ជើញលោកតាពត្រានេះពិតជានៅស្រស់ឲ្យផ្អែមបោះគេតើនេះមើលដាក់ឲ្យតាមកថងមកអាចៅហើយនេះរបស់លោកតា ដាក់ពោតឲ្យពូ3ថងមកមើលដាក់ក្រូចឲ្យមីងពី3ថងមកក្មួយដាក់ស្វាយឲ្យយាយទាំងអស់មកណាអាចៅថ្ងៃនេះម៉ារ៉ាពិតជាសប្បាយចិត្តខ្លាំងណាស់បានញញឹមដាក់ពិសិដ្ឋដោយក្តីពេញចិត្តធ្វើឲ្យពិសិដ្ឋមានអារម្មណ៍ថាអៀននឹងស្នាមញញឹមរបស់ម៉ារ៉ាជាខ្លាំងលោកបកែដានតាស្រេចប្រពាយនេះតែមួយផ្លែតសោះខ្ញុំមកលក់សឹងតែមិនចង់តន់នេះម៉ារ៉ាកំពុងតែសរសើរខ្ញុំមែនទេហើយនៅលើរទេះនេះមានប្រមាណអ្នកបើមិនសរសើរលោកឲ្យទៅសរសើរអ្នកណាគេខ្ញុំស្មានតែនាងសរសើរគោពីក្បាលនៅមុខនោះតាបានខ្ញុំសួរបញ្ជាក់នេះលោកឯងនាំរឿងឆ្លោះហាញតានេះបានខ្ញុំមិនហ៊ានទេអ្នកណាតែហ៊ានឆ្លោះជាមួយខ្លានោះលោកនិយាយថាម៉េចបានខ្ញុំថាគោពីក្បាលនោះវាដើរមិនលឿនសោះកុំឲ្យខ្ញុំស្ដាប់បានឲ្យសោះណាពួកគេទាំងពីរនាក់ឲ្យតែនិយាយរកគ្នាម្ដងគឺដឹងតែមិនត្រូវគ្នានោះទេដូចជាទឹកហើយនឹងភ្លើងអញ្ចឹងមិនដែលស្របគ្នាម្ដងណាឡើយហប់ហើយលក់ដាច់ទេថ្ងៃនេះកូនស្រីថ្ងៃនេះលក់ដាច់ណាស់ម៉ែតែមួយផ្លែតសោះលក់អស់គ្មានសល់ទេម៉ែបានក្មួយសិតជួយលក់ទៅដឹងអីកូនរាល់ដងដូចជាមិនលក់ដាច់អញ្ចឹងសោះមែនអត់ក្មួយសិតមិនមែនលើខ្ញុំទាំងអស់ទេពូនេះក៏មកពីម៉ារ៉ានាងប៉ិនប្រសពនៅក្នុងការលក់បានជាលក់ដាច់បែបនេះហើយប៉ិនប្រសពស្អីទេពូដឹងច្បាស់ណាស់បើមួយថ្ងៃធ្វើតែមុខកាចដូចខ្លាញ់អញ្ចឹងមាននរណាគេមកហ៊ានទិញនោះនេះបើមិនបានក្មួយទៅជួយទេម្លេះបានហូបបន្លែនឹងទៀតទៅហើយអូយពុកចេះតែនិយាយហើយកូនលក់ដាច់សឹងតែរាល់ថ្ងៃសោះហ្នឹងណាដាច់មែនហើយសល់មកវិញសឹងតែទាំងអស់ជ្រូកនៅផ្ទះស៊ីឡើងធាត់ដូចហ៊ីងទៅហើយហើយលោកសាច់អីបានហើយឈប់ប្រកែកគ្នាទៅមកឆាប់ហូបបាយបន្ទាប់ពីពួកគេហូបបាយរួចពិសិដ្ឋក៏បានជួយប្រមូលចានឆ្នាំងយកទៅលាងចំណែកម៉ារ៉ាបានដឹកគោចូលក្រោលដោយល្ងាចនេះផ្ទៃមេឃគឺឆាប់ងងឹតខ្លាំងណាស់ពិសិដ្ឋបានមកអង្គុយនៅមុខផ្ទះហើយគិតតែម្នាក់ឯងថាមកដល់ពេលនេះទៅហើយខ្ញុំនៅតែមិនទាន់ដឹងថាខ្ញុំមកដល់ទីនេះដោយរបៀបណានោះទេខ្ញុំពិតជានឹកលោកប៉ាអ្នកម៉ាក់ខ្លាំងណាស់
នេះ3ខែទៅហើយមិនដឹងថាគាត់បារម្ភពីខ្ញុំយ៉ាងណានោះទេអូម៉ារ៉ានេះនាងមិនទាន់ចូលសម្រាកទេហ៎យប់នេះខ្ញុំធុញថប់ពេកក៏ចេញមកយកខ្យល់អាកាសនៅទីនេះទៅនេះម៉ារ៉ាមកយកខ្យល់អាកាសអីទាំងកណ្ដាលអាត្រៀតបែបនេះហ្នឹងតែលោកណាឲ្យល្មមបានហើយខ្ញុំកំពុងតែមានអារម្មណ៍មិនល្អផងតើម៉ារ៉ាចង់ធ្វើអីខ្ញុំមែនទេហេបានសម្ដីណាស់ណោះឈប់និយាយជាមួយលោកឯងហើយនេះម៉ារ៉ាចង់ទៅណាហ្នឹងទៅដេកហ្នឹងហើយគួរឲ្យស្ដាយសម្រស់ធម្មជាតិនាពេលយប់នេះណាយ៉ាងម៉េចតើម៉ារ៉ាអាចនៅកំដរខ្ញុំបន្តិចបានទេហាកំដរលោកឯងបានតើបានទេក៏បានបុប្ផាឋានសុបិនពិតជាមានពិតមែនឬតើវាជានិស្ស័យឬក៏យ៉ាងណាហេតុអីបានជាពួកគេមកជួបគ្នានៅសម័យកាលខុសគ្នាបែបនេះចុះផ្កាទាំងអស់នេះម៉ារ៉ាជាអ្នកដាំមែនទេត្រូវហើយខ្ញុំជាអ្នកដាំយ៉ាងម៉េចមានយ៉ាងម៉េចគឺស្អាតដូចជាម្ចាស់វាអញ្ចឹងអូយដឹងស្អីទេលោកឯងនេះខ្ញុំនិយាយពិតមែនណាឈប់និយាយហើយខ្ញុំទៅដេកហើយបានមើលទៅដូចជាយប់ជ្រៅដែរហើយម៉ារ៉ាទៅសម្រាកចុះសំឡេងមាន់រងាវបានដាស់ព្រះអាទិត្យឲ្យក្រោកពីដំណេកបើកភ្នែកមកបំភ្លឺផែនដីរុក្ខជាតិខៀវខ្ចីទាំងឡាយលូតលាស់ស្រស់ល្អបំប្រងដោយព្រឹកនេះម៉ារ៉ាកំពុងតែកាន់ធុងស្រោចស្រពបុប្ផាទាំងឡាយដោយមានទឹកមុខញញឹមញញែមរីករាយជាមួយផ្កាទាំងនោះខ្លាំងណាស់ម៉ែវាតើនោះជាម៉ារ៉ាកូនស្រីយើងមែនទេថៃពុកវាយីកូនស្រីយើងនឹងហើយមានអ្នកណាទៀតហើយយកកូនស្រីយើងមិនក៏ចម្លែកម្លេះព្រឹកនឹងហ៎ចម្លែកយ៉ាងម៉េចពុកវាកន្លងមកខ្ញុំមិនដាល់ឃើញកូនស្រីយើងស្លៀកពាក់ជាស្រីបែបនេះទេពុកវាឯងនិយាយត្រូវខ្ញុំក៏មិនដាល់ឃើញដែរចុះព្រឹកនឹងកូនវាកើតអីវាពុកវាបានវាស្លៀកពាក់បែបហ្នឹងល្អហើយរាល់ថ្ងៃស្លៀកពាក់ដូចជាមនុស្សប្រុសឯងពិបាកភ្នែកសឹងទៅងាប់ទៅហើយនេះម៉ារ៉ាកំពុងតែធ្វើអីហ្នឹងលោកខ្វាក់ភ្នែកទេអីអាយ៉ាភ្នែកខ្ញុំខ្វាក់តែបែរជាឃើញទេពធីតាដ៏ស្រស់ស្អាតទៅវិញណោះកុំបានសម្ដីពេកយ៉ាងហ្នឹងណាមនុស្សឈួតខ្ញុំហ្នឹងម៉ារ៉ាចាំខ្ញុំផង5 ខែកន្លងផុតទៅហាប់អើយដល់ចំការហើយងាប់ហើយចំការធំម្លឹងតើម៉ារ៉ានាងធ្វើតែម្នាក់ឯងយ៉ាងម៉េចទៅកើតនេះបើខ្ញុំវិញធ្វើមិនកើតទេមើលទៅនោះលោកកំពុងមើលអីហ្នឹងឆាប់យកកន្ត្រកមកបានខ្ញុំទៅឥឡូវហើយតើដំណាំនៅទីនេះម៉ារ៉ាជាអ្នកដាំទាំងអស់មែនទេត្រូវហើយស្វាយនេះខ្ញុំជាអ្នកដាំតែវាទៅតែផ្លែឆ្នាំហ្នឹងទេអាចថាវារងចាំខ្ញុំទេដឹងកុំមកភូតអួតខ្លួនឯងនោះស្វាយដល់ខែវាផ្លែហើយគ្មានចាំលោកឯងមកពីណាទេ
ចុះមិញនេះមារាថាទៅបំផ្លាញឆ្នាំហ្នឹងហ៎ ហើយខ្ញុំមិននឹងដឹង ច្បាស់ណាស់ប្រកាសជាវារងចាំខ្ញុំហើយតើម្ចាស់វាអញ្ចឹងដែរឬក៏អត់ណោះ លោកនិយាយថាម៉េចហ្នឹង បានខ្ញុំថាផ្លែស្វាយនេះធំល្អណាស់ត្បិតតែមារាមិននិយាយស្ដីតែពាក្យពិសិដ្ឋនិយាយអំបញ្ញមិញនេះគឺនាងបានស្ដាប់ឮទាំងអស់ធ្វើឲ្យទឹកមុខរបស់នាងឡើងក្រហមមួយរំពេញប្រហែលជានាងអៀននឹងសម្ដីរបស់ពិសិដ្ឋហើយមើលទៅព្រះអាទិត្យចេះតែរំកិលខ្លួនបន្តិចម្ដងទៅទិសខាងលិចដែលជាទីសម្រាកកាយមារានិងពិសិដ្ឋកំពុងទៅធ្វើការញាប់ដៃញាប់ជើងក៏ព្រោះតែផ្ទៃមេឃប្រែជាងងឹតគ្រប់ទិសទីខ្យល់ទាំងឡាយបក់មកពីទិសខាងកើតបណ្ដាលឲ្យរុក្ខជាតិតូចធំរេរាំទៅតាមកម្លាំងនៃខ្យល់ភ្លៀងផ្គររន្ទះខ្លាំងណាស់តែយើងទៅផ្ទះវិញបានយ៉ាងម៉េចទៅមារាមានយ៉ាងម៉េចគឺសម្រាប់នៅក្នុងខ្ទមនឹងហើយ នេះណែប្រុសនិងស្រីមិននឹងអាចនៅក្នុងបន្ទប់តែមួយជាមួយគ្នាបានទៅ អ្នកណាឲ្យលោកនៅជាមួយនោះកន្លែងរបស់លោកនោះតែនៅខាងក្រៅត្រជាក់ណាស់ឲ្យខ្ញុំចូលទៅក្នុងដែរទៅ មិនបានទេនៅត្រង់ហ្នឹងហើយ បើអញ្ចឹងមារាកុំបិទបង្អួចនេះណា យ៉ាងម៉េច ព្រោះអីខ្ញុំខ្លាច មនុស្សប្រុសអីខ្លាចអញ្ចឹងនោះ មិនមែនទេខ្ញុំខ្លាចមិនបានឃើញមុខរបស់នាងហ្នឹងណា នេះមនុស្សឈួត មារាក៏ទាញបង្អួចបិទបាត់ទៅពិសិដ្ឋអង្គុយញញឹមតែម្នាក់ឯងដោយក្នុងចិត្តគេពិតជាសប្បាយរីករាយជាខ្លាំងដែលបាននៅក្បែរមារាបែបនេះយប់នេះមេឃចេះតែបង្អោបភ្លៀងមកមិនឈប់ឈរកង្កែបហ៊ីងក្អាត់ទាំងឡាយនាំគ្នាស្រែកច្រៀងបន្តកន្ទុយគ្នាលើឡើងត្រហឹងពេញចំការយូរបន្តិចទៅដំណក់ទឹកភ្លៀងក៏លែងមានស្រក់មកបន្តទៀតពពកខ្មៅទាំងឡាយក៏បានរសាត់ទៅបានអស់ជំនួសមកវិញដោយផ្ទៃមេឃស្រឡះរំលេចនៅដួងតារាអណ្ដែតត្រៀបត្រាពេញផ្ទៃអាកាសយប់នេះព្រះច័ន្ទពិតជារីករះឡើងមូលក្រឡង់តែម្ដងហើយនេះមារាសម្រាប់លក់ហើយនៅ ហើយដេកហើយ បើដេកហើយមិនក៏មារានៅឆ្លើយនឹងខ្ញុំបាន ដេកមកលក់នឹងហើយទៅឆ្លើយនឹងលោកបាន បើមិនយល់តោះទេមារាអាចចាញ់មកគយគុណព្រះច័ន្ទជាមួយខ្ញុំបានទេ អាណាតែខ្ញុំមើលមិនឃើញផង ចាញ់មកខាងក្រៅមកមារានឹងបានឃើញហើយខ្ញុំមកនៅទីនេះបានជិត6ខែហើយតើមារាដឹងទេ ដឹងខ្ញុំដឹងតាម្ដាយខ្ញុំធ្លាប់និយាយរឿងលោកប្រាប់ខ្ញុំដែរ តើគាត់និយាយប្រាប់ថាម៉េចខ្លះ គាត់ថាលោកមកដំបងដូចជាមនុស្សឈួតអញ្ចឹង មនុស្សឈួតគាត់និយាយតែប៉ុណ្្នឹងទេហ៎ យូរបន្តិចទៅគាត់ថាលោកជាមនុស្សឧស្សាហ៍កិច្ចការផ្ទះទាំងអស់តែខ្ញុំមិនជឿទេ ហាមិនក៏មារាមិនជឿអញ្ចឹង គឺខ្ញុំមិនជឿនឹងហើយបានជាខ្ញុំទៅមើលដល់ផ្ទះថាពិតឬអត់ ចុះឥឡូវមារាល្មមជឿហើយនៅ នៅតែដឹងណោះ តើមារាដឹងទេខ្ញុំមិនដាល់សប្បាយចិត្តខ្លាំងដូចជាយប់នេះទេ យ៉ាងម៉េចនៅទីនោះមិនសូវសប្បាយមែនទេ សប្បាយតែនៅទីនេះមានមនុស្សគួរឲ្យចង់នៅក្បែរបានជាខ្ញុំសប្បាយចិត្តយ៉ាងនេះ អូហូរូបខ្ញុំនេះនឹងធ្វើឲ្យលោកសប្បាយចិត្តដល់ម្លឹងផងអី ច្បាស់ជាអញ្ចឹងហើយតើមារាគិតយ៉ាងម៉េចដែរ
និស័យឲ្យច្បាស់កលែនជាភាពកាចឆ្នះរបស់មារាតើបាត់តាណាអស់ហើយបានជាបែរមកអង្គុយនិយាយគ្នានៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់លាយឡំនឹងទឹកសន្សើមដូច្នេះបាក់សាបាក់សៃនិងរុក្ខជាតិទាំងឡាយកំពុងតែចាំស្ដាប់នៅឃ្លានីមួយៗដែលពួកគេទាំងពីរបាននិយាយផ្ដោះផ្ដងគ្នាអើណៃលោកទុកទៅ ជារបស់អីនោះ ទុកសិនទៅមានពេលចាំខ្ញុំប្រាប់ឥឡូវខ្ញុំទៅសម្រាប់មុនហើយ បានសុបិនល្អណាស់ពិសិដ្ឋអង្គុយសម្លឹងមើលរបស់ដែលមារាបានឲ្យនោះមើលយូរទៅនៅតែមិនដឹងថាជារបស់អ្វីតែពេលក្រឡុកចុះឡើងវាបែរជាចេញពន្លឺក្រហមស្រាលពិសិដ្ឋមិនបានមើលយូរទេក៏បានដាក់របស់ចម្លែកនោះចូលក្នុងហោប៉ៅហើយគេក៏តម្រេតខ្លួនទៅលើគ្រែរួចក៏សំងំដេកលក់បាត់ទៅឆាប់ងើបឡើងលោកយើងប្រញាប់ទៅផ្ទះវិញប្រុសអីក៏ដេកយូរយ៉ាងនេះ តើភ្លឺហើយមែនទេមារា ឆាប់ទៅលុបលាងមុខហើយក៏មើលខ្លួនឯងទៅ ដេកបានមកផ្លែតសោះភ្លឺបាត់ខ្ញុំឃើញមារាបរទេះដូចជាស្រួលដល់ហើយ លោកចង់សាកមែនទេ ពិតជាចង់ហើយតែខ្ញុំអត់ចេះផងហ្នឹងទាល់តែមារាបង្រៀនខ្ញុំ មិនអីទេលោកឡើងខាងមុខមកចាំខ្ញុំប្រាប់ តែខ្ញុំត្រូវធ្វើយ៉ាងម៉េចទៀត កាន់ខ្សែគោទាំងពីរយករំពាត់វាយវាថ្នមហើយដេញវាទៅ ហុយវាអត់ទៅមុខទេតើធ្វើយ៉ាងម៉េចទៅ វាយវាឲ្យល្មមបន្តិចទៅ វាទៅលឿនណាស់ខ្ញុំចាប់មិនជាប់ទេ អូយមកពីលោកវាយវាខ្លាំងពេកហ្នឹង ឃើញទេខ្ញុំបរទេះលឿនណាស់តែមកផ្លែតសោះដល់ផ្ទះបាន លឿនពិតមែនចង្កេះខ្ញុំណាស់សឹងតែបាក់ទៅហើយហើយបរទេសគ្មានមើលផ្លូវអីសោះ មកមិនទោសខ្ញុំអញ្ចឹងមិនត្រូវគោវាដើរមើលផ្លូវខ្លួនវាតើបានជាធ្លាក់ក្លុកបែបហ្នឹងនោះខ្ញុំអត់ដឹងអីទេមារាឮពិសិដ្ឋនិយាយហើយនាងក៏អស់ពាក្យអីនឹងនិយាយទៀតហើយក៏បានដឹកគោយកទៅចងបាត់ទៅនៅរសៀលនេះមេឃហាក់បីដូចជាស្រទុំរកកលចង់ភ្លៀងទៀតហើយនេះនៅផ្ទះមិនក៏ស្ងាត់ម្ល៉េះមារាតើលោកពូនមីងគាត់អញ្ជើញតាណាបាត់ហើយ ពុកម៉ែខ្ញុំគាត់ទៅបនគេនៅចុងភូមិប្រហែលជាស្អែកទើបគាត់ត្រឡប់មកវិញ ចុងភូមិហ៎ឆ្ងាយមែនបានជាគាត់សម្រាកនៅទីនោះ ឆ្ងាយជាងទៅចំការ3ដងឯណោះបានហើយខ្ញុំទៅក្នុងផ្ទះបាយមកផ្លែតសិននេះនៅសល់បាយតទេហ្នឹងអញ្ចឹងបាត់អីហូបថ្ងៃហ្នឹងទៅ បើមានខ្ញុំនៅនឹងហើយមារាកុំភ័យចាំខ្ញុំបន្តិចណាពិសិដ្ឋចូលទៅក្នុងផ្ទះបាយហើយចាប់ផ្ដើមធ្វើម្ហូបយ៉ាងស្ទាត់ជំនាញមារាលួចមើលពិសិដ្ឋកំពុងតែធ្វើម្ហូបដោយឈរញញឹមតែម្នាក់ឯងនេះម្ហូបឆ្អិនហើយបាន ចាន់ហើយនេះលោកធ្វើលឿនម៉េច ច្បាស់ជាលឿនហើយព្រោះមានមនុស្សកំពុងតែហេវខ្លាំង លោកឯងនេះអីចាមើលទៅទំនងដែរតា សាកមើលត្រូវមាត់ដៃឬក៏អត់ ថ្វីដៃមិនចាញ់ម្ដាយខ្ញុំទេនេះអាចទទួលយកបាន បើអញ្ចឹងនាងហូបឲ្យច្រើនទៅ ច្បាស់ហើយកំពុងតែហេវស្រាប់ផងយប់ចុងក្រោយ នេះលោកកំពុងធ្វើអីហ្នឹង អូមារាមកអង្គុយចុះមកខ្ញុំកំពុងតែដុតដំឡូងអាយ៉ាដំឡូងនេះចិត្ត
ខ្លោចអស់ទៅហើយតែដំឡូងនេះឆ្អិនហើយណាម៉ារ៉ាខ្ញុំឲ្យនាងតាមមានរឿងអីមែនទេម៉ារ៉ាបានជានាងដកដង្ហើមធំបែបនេះឬក៏ដំឡូងនឹងមិនទាន់ឆ្អិនទេតែលោកដឹងទេក្នុងភូមិឋានមួយនេះគឺមិនមានអ្នកណាម្នាក់បានមកដល់នោះទេបានន័យថាម៉េចមិនក៏មិនអាចមកបានរួចចុះខ្ញុំនោះគ្មានអីទេហូបដំឡូងរបស់លោកទេតើវាមានអ្វីកើតឡើងបានជាម៉ារ៉ានិយាយបែបនេះតើនាងបានដឹងរឿងអ្វីមែនទេហេតុអីបានជានាងមិនប្រាប់ដល់ពិសិដ្ឋធ្វើឲ្យពិសិដ្ឋអង្គុយឆ្ងល់តែម្នាក់ឯងស្របពេលនោះដែរផ្ទៃមេឃប្រែជាងងឹតខ្យល់ទាំងឡាយក៏បក់មកយ៉ាងខ្លាំងតែម្ដងម៉ារ៉ាយើងចូលទៅក្នុងផ្ទះសិនទៅនៅខាងក្រៅខ្យល់ខ្លាំងណាស់ម៉ារ៉ានៅឈោផ្លឹកធ្វើអីហ្នឹងឆាប់ចូលមកក្នុងផ្ទះមកពេលវេលាបានមកដល់ហើយតើម៉ារ៉ាចង់និយាយពីអ្វីខ្ញុំស្ដាប់មិនយល់នោះទេគឺពេលវេលារបស់បងនៅទីនេះបានអស់ហើយម៉ារ៉ានេះអូននិយាយនេះបានន័យថាម៉េចពេលវេលាអីទៅបងសិតអូនមិនអាចខាត់បងឲ្យនៅទីនេះបានទៀតទេដល់ពេលដែលបងត្រូវត្រឡប់ទៅឋានរបស់បងវិញហើយអត់ទេបងមិនចង់ត្រឡប់ទៅវិញនោះទេបងចង់នៅទីនេះជាមួយអូនបន្តទៀតតើបានដែរទេបងសិតអូនអស់ពេលហើយរឿងដែលកើតឡើងទាំងអស់នេះសុទ្ធសឹងតែជារឿងនៅឋានសុបិនរបស់អូននិងជាការចងចាំដែលបងនិងអូនសាងរួមគ្នាតែប៉ុណ្ណោះឥឡូវគឺជាពេលដែលបងត្រូវត្រឡប់ទៅវិញហើយអត់ទេម៉ារ៉ាអូនអត់ទេអូនកុំទៅណាចោលបងអីអត់ទេអូនមិនអាចនោះទេបងដល់ពេលហើយតែបងត្រូវចាំអ្វីដែលអូនបានឲ្យបងនោះអូនសំលៀកបងហើយម៉ារ៉ាអូនអត់ទេម៉ារ៉ាអូនអត់ទេហាកូនសិតប៉ាវីកូនយើងដឹងខ្លួនហើយអើយល្អណាស់ទីបំផុតកូនដឹងខ្លួនហើយលោកប៉ាអ្នកម៉ាក់តើកូននៅទីណាហ្នឹងនេះកូននៅក្នុងមន្ទីរពេទ្យណាម៉ាក់ថាម៉េចនេះកូននៅក្នុងមន្ទីរពេទ្យតើមានរឿងអីកើតឡើងចំពោះកូនទៅកូនឯងពិតជាមិនចាំមែនទេឯងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវចេញពីក្រុងណាគ្រោះថ្នាក់ចរាចរណ៍ត្រូវហើយកូនសម្រាប់នៅមន្ទីរពេទ្យនេះអស់រយៈពេល6ខែហើយកូនមិនដឹងខ្លួនសោះម៉ាក់ថាម៉េចខ្ញុំដេកនៅទីនេះ6ខែណែម៉ាក់វាបានហើយឲ្យកូនវាសម្រាកសិនទៅអញ្ចឹងក៏បានឥឡូវកូនសម្រាកសិនចុះណាតែនេះជាសុបិនរបស់ខ្ញុំមែនទេបើពិតជាអញ្ចឹងមែនមិនក៏ដូចជាការពិតម្ល៉េះ1ខែក្រោយមកសុបិននេះវាដូចជាការពិតពេកហើយម៉ារ៉ាតើអូនជានរណាឲ្យប្រកាសទៅរយៈពេល6ខែមុននេះបងរស់នៅជាមួយអូនពិតជាសប្បាយចិត្តខ្លាំងណាស់ទោះបីត្រឹមតែជាក្តីសម័យក៏ដោយក៏បងរីករាយដែរកូនសិតនេះកូនបំរុងតាណានឹងបាទម៉ាក់ខ្ញុំចង់ចេញទៅក្រៅបន្តិចតាំងពីជាមកប៉ាដូចជាមិនដែលឃើញឯងចេញទៅណាសោះហើយចុះមិនក៏ថ្ងៃនេះចង់ចេញទៅក្រៅអញ្ចឹងបានកូនគ្រាន់តែចង់ចេញទៅក្រៅលំហែអារម្មណ៍បន្តិចតែប៉ុណ្ណោះព្រោះមួយខែមុននេះកូននៅតែក្នុងផ្ទះឡើងចង់កើត depression ទៅហើយត្រូវហើយកូននៅតែក្នុងផ្ទះមួយថ្ងៃក៏វាមិនល្អដែរហើយបើកឡានត្រូវចេះប្រយ័ត្នប្រយែងផងណាកូនបានលោកប៉ាអ្នកម៉ាក់កូនទៅសិនហើយទៅចុះកូនកូនប្រុសហាបើកឡានឲ្យចេះប្រយ័ត្នប្រយែងផងណាកូនបាទអ្នកម៉ាក់ពិសិដ្ឋបើកឡានចេញទៅត្រង់ឆ្ពោះតម្រង់ទៅកន្លែងដែលរូបគេបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នោះមិនយូរប៉ុន្មានពិសិដ្ឋក៏បានទៅដល់ទិដ្ឋភាពនៅទីនោះហ
ហាក់បីដូចជាមិនប្រែប្រួលទៅណាសោះកន្លែងដែលគេបានដើរចូលពីមុននោះគឺគ្មានផ្លូវចូលនោះទេនោះគឺខុសពីអ្វីដែលគេបានដើរពីមុនខ្ញុំចាំច្បាស់ណាស់ថាកន្លែងនេះហើយដែលជាផ្លូវចូលទៅភូមិរបស់ម៉ារ៉ាចុះឥឡូវនេះមិនក៏មិនឃើញមានសោះអញ្ចឹងតែនេះគ្រាន់តែជាការសុបិនរបស់ខ្ញុំមែនទេម៉ារ៉ាតើអូននៅទីណាបងពិតជានឹកអូនខ្លាំងណាស់ពិសិដ្ឋបានអង្គុយចុះយំតែម្នាក់ឯងនឹងនឹកគិតរឿងទាំងប៉ុន្មានដែលរូបគេបានជួបនិងឆ្លងកាត់កន្លងមកជាមួយនឹងម៉ារ៉ាដោយភ្នែករបស់គេគឺតែងតែសម្លឹងមើលទៅកន្លែងដែលខ្លួនគេបានដើរចូលកាលពីមុននោះតែគេសម្លឹងមើលយ៉ាងណាក៏នៅតែមិនឃើញមានអ្វីដែរពិសិដ្ឋបានអស់សង្ឃឹមជាខ្លាំងរួចគេក៏បានក្រោកឡើងបំរុងនឹងដើរចេញពីកន្លែងនោះស្រាប់តែបានឃើញអ្វីមួយដែលមានពន្លឺចាំងចេញមកពីក្នុងដីធ្វើឲ្យពិសិដ្ឋឆ្ងល់ក្នុងចិត្តជាខ្លាំងពន្លឺអីហ្នឹងអីក៏ចម្លែកម្ល៉េះតើនេះគឺជាអ្វីហ្នឹងហាម៉ារ៉ាគឺជាអូនមែនទេគឺជាអូនម៉ារ៉ាដែលបងចង់ជួបនឹងហើយម៉ារ៉ាអូនបងម៉ារ៉ាអូនបងពិតជានឹកអូនខ្លាំងណាស់ហាមិនបាននោះទេរឿងចៅហេងសុយរីករាយថាកំណត់ណាវីគ្នាអរគុណអញឲ្យសម្លាញ់បងណាល្ងាចនេះនៅផ្ទះគ្នាមានកម្មវិធីជប់លៀងគ្នាចង់ហៅអញទៅជប់លៀងហើយនេះហើយណាវីអើយគ្នាក៏ចង់ទៅលេងផ្ទះអញដែរតែគ្នាខ្លាចមកផ្ទះវិញជប់គ្នាមិនហ៊ានមកម្នាក់ឯងទេអីចាមិនអីទេរឿងប៉ុណ្ណឹងហ្នឹងបើជប់មែនចាំគ្នាជូនអញទៅផ្ទះវិញកុំបារម្ភអីមើលយើងទៅផ្ទះអញក៏បានតែឯងកុំភ្លេចសម្ដីឯងនិយាយមិញហ្នឹងណាតើគ្នាមិនភ្លេចទេបងយប់នេះដូចស្ងាត់ដល់ហើយរកតែសមោលមនុស្សម្នាក់ឆ្លងកាត់មិនឃើញសោះកុំថាឡើយសមោលមនុស្សតែសមោលខ្មោចមិនឃើញមានផងបងអានេះមាត់ដាច់មែនខ្មោចស្អីអញទ្រាំបន្តិចសិនមើលធ្វើជាចៅត្រូវតែចេះអត់ធ្មត់ខ្លះទៅវាទទួលបានផលអញយកដំបូន្មានដ៏ល្អនេះចាំទុកទៅក្រែងវាមានកំណត់ខ្លះបាទដំបូន្មានបងពិតជាល្អណាស់តែឥឡូវមូសច្រើនណាស់បងអើយបើនៅតែអត់ធ្មត់ដូចជាបងឯងទៀតច្បាស់ជាដេកពេទ្យឲ្យខ្ញុំយប់ហ្នឹងជែកនេះវ៉ៃរោពឹងជាគ្នាមិនបានសោះត្មងបងសិតហើយវាថៃអញទៀតអីនោះភ្លើងម៉ូតូប្រហែលជាមួយរបស់យើងហើយបងភ្លើងម៉ូតូមែនតាអញឃើញទេបើយើងទៅវិញជាមួយអញច្បាស់ជាស៊ីអំបិលហើយយប់ហ្នឹងបងឯងពិតជាកំពូលចៅមែនខ្ញុំសូមតសាហើយអញគួរតែរៀនសូត្រពីយើងឲ្យបានច្រើនទៅបានហើយឥឡូវអាចេកអញទៅយកគល់ឈើដាក់កណ្ដាលផ្លូវហ្នឹងទៅបាទបងយើងថាឲ្យថាទៀតកុំឲ្យផឹកច្រើនវានោះណាស់ផឹកតតែសវឹងក្រោកមិនរួចឥឡូវទុកយើងចោលធ្វើមិនដឹងឲ្យឯងទៅផ្ទះវិញតែឯងដដែលយើងឯណេះខ្លាចសឹងស្លាប់ទៅហើយចាំមើលណាវីព្រឹកឡើងយើងដឹងគ្នាហើយវើយឯងហើយចុះអ្នកណាអីក៏ទំនេរម្លេះនេះយកគល់ឈើមកដាក់កណ្ដាលផ្លូវបែបនេះពិតជាអត់ការងារធ្វើមែនពួកអាចចោល500អស់នេះវ៉ៃពិតមែនហើយពួកបងគឺពិតជាគ្មានការធ្វើមែនការងាររបស់ពួកបងគឺមកប្លន់អូនឯងនឹងហើយពួកឯងជាណាចង់ប្លន់អីត្រូវហើយ
ពួកបងគឺជាចោរប្លន់ ហើយឯងនៅសើចដល់ណាទៀតឆាប់ទៅយកកាបូបពីនាងមក បាទបង ពួកលោកចង់ប្លន់ខំមនុស្សហើយក្នុងកាបូបខ្ញុំគឺគ្មានអ្វីឲ្យពួកលោកយកនោះទេ ត្រូវឬខុសយកកាបូបមកហើយគង់តែដឹងទេជេកនៅឈរចាំដល់អង្កាលទៀតឆាប់យកមក បាទលបង ឯងមើលនៅក្នុងនឹងមានអីខ្លះ ងាប់ហើយបងអើយនៅក្នុងកាបូបនេះគ្មានស្អីសោះក្រៅពីសភៅហើយប៊ិចស្អីក៏គ្មានដែរបង ខ្ញុំថាហើយពួកលោកពិតជាប្លន់ខំមនុស្សហើយលោកគួរតែដល់លែងខ្ញុំទៅណា ហើយ លបងហុចចុះម៉ូតូ ប្លន់ម៉ូតូមកឯងយកទៅលក់នៅណាបើមានអ្នកទិញគេមិនដឹងថាយើងជាចោរតែហើយទេអី ហុចចោះឥឡូវពួកយើងជាប៉ូលីសមិនមែនបង យេអានេះចោរដូចជាយើងនេះគឺប្លន់យកទៅលុយសុទ្ធទេវើយ បាញ់ចឹងយើងធ្វើម៉េចទៅបងបើនាងគ្មានលុយមួយរៀលផងហ្នឹងយើងគួរទៅដោះលែងនាងទៅណោះ អើយដល់លែងខ្ញុំទៅខ្ញុំធានាថាមិនប្រាប់អ្នកណាគេទេរឿងយប់ហ្នឹង ថ្វីត្បិតតែនាងមិនមានលុយក៏ពិតមែនតែនាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ នេះលោកចង់ធ្វើស្អីលោកដឹងទេថាការធ្វើបែបនេះវាមានទោសពីបទរំលោភបំពានលើស្ត្រីភេទ លបងនាងនិយាយហ្នឹងត្រូវដែរអត់ យើងមិនដឹងថាខុសឬក៏ត្រូវអីទេយើងភ្លេចអស់ហើយ ហុចចុះក្រាញ់បងដាក់សភៅមកតាមខ្លួនដែរតើអី មែនយើងចេះភ្លេចទៅកើតໄວ មិនបាច់ខំរកទេលោកបាក់នៅទំព័រទី84ទៅលោកនឹងឃើញហើយ ការរំលោភខ្សែផ្សន្តិវៈនៅក្នុងមាត្រាទី239បានចែងថាបទរំលោភខ្សែផ្សន្តិវៈគឺត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ15ឆ្នាំឡើងទៅ លោកឃើញទេការធ្វើបែបនេះគឺវាមិនល្អទេណាមួយលោកត្រូវជាប់គុកជាច្រើនឆ្នាំទៀតដោយសារអារឿងមួយផ្លែតសោះហ្នឹងណាវាមិនគួរឡើយណាលោក លបងនាងនិយាយនេះពិតជាត្រឹមត្រូវណាស់យើងធ្វើចោលពិតមែនតែយើងមិនដែលបានធ្វើរឿងបែបនេះទេខ្ញុំខ្លាចជាប់គុកណាស់លបង យើងដឹងហើយបានហើយឥឡូវនាងទៅចុះ នេះលោកពិតជាឲ្យខ្ញុំទៅមែនទេ ពិតមែនហើយយ៉ាងម៉េចមិនដាច់អាឡ័យពីខ្ញុំមែនទេ ឈឹអ្នកណាអាឡ័យពីលោកនោះតែខ្ញុំចង់ដាស់តឿនលោកថាឈប់ធ្វើជាចោលទៅព្រោះសង្គមឥឡូវគេស្អប់ខ្ពើមខ្លាំងណាស់ប្រយ័ត្ននៅក្នុងគុកហូបបាយក្រហមទៅខ្ញុំគ្រាន់តែប្រាប់យកតែប៉ុនទេ យើឲ្យទៅហើយនៅមាត់ច្រើនទៀតប្រយ័ត្នខ្ញុំបដូរចិត្តវិញទៅណា ខ្ញុំគ្រាន់តែប្រាប់ទេខ្ញុំទៅហើយ ខ្យល់អីបក់ឯងមកដល់ទីនេះហ៎ ប៉ាវានិយាយអីហ្នឹងនេះកូនយើងណា មកពីខ្ញុំដឹងថាកូនយើងនឹងហើយបានជាខ្ញុំថាឲ្យវានឹងម៉ែវាឯងមើលទៅវាមើលមួយថ្ងៃដើរលេងមិនដាល់ចូលផ្ទះសោះមិនដឹងជាកាត់ពូជទៅអាណាគេទេ អើយវាគ្មានកាត់ទៅអាណាគេទេប៉ាវានៅមុខនឹងហើយឲ្យវាកាត់ទៅអាណាទៀត យ៉ាហីមើលម៉ែវាឯងនិយាយលោកប៉ាអ្នកម៉ាក់ឈប់ប្រកែកគ្នាទៀតមើលខ្ញុំមកនេះគឺចង់ឯងចង់មកសុំលុយយើងចាយមែនទេទោះយើងមានក៏យើងមិនឲ្យឯងដែរមិនមែនបែបហ្នឹងទេលោកប៉ាគឺខ្ញុំចង់យ៉ាងម៉េចកុំថាប៉ូលីសតាមចាប់ឯងណា ប៉ាវាឯងស្ដាប់កូននិយាយឲ្យចប់សិនទៅមើលមកកូនឆាប់និយាយមកកូនកូនចង់និយាយពីអី លោកប៉ាអ្នកម៉ាក់ឲ្យកូនសុំទោសកន្លងមកកូនមិនដែលស្ដាប់ការទូន្មានរបស់លោកទាំងពីរទេធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តក៏ព្រោះតែកូនម្នាក់នេះកូនដឹងកំហុសហើយដែលពីមុនកូនជាមនុស្សមិនល្អដែលចូលផ្លូវដែលសង្គមគេស្អប់ខ្ពើមធ្វើឲ្យប៉ាម៉ាក់មិនដែលសប្បាយចិត្តប៉ុន្តែឥឡូវនេះកូនដឹងខុសហើយសូមលោកទាំងពីរអភ័យទោសឲ្យកូនប្រុសម្នាក់នេះផងតិចចុះបើដឹងខុសគឺជាការល្អហើយ ប៉ាវាឯងនេះនិយាយឲ្យល្អបន្តិចទៅវិថី
មិនអីទេកូនកូនដឹងខុសបែបនេះម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់មានម្ដាយឪពុកណាយកទោសទណ្ឌលើកូននោះមិនថាអញ្ចឹងអីប៉ាវា ម៉ែវាឯងនិយាយត្រូវប៉ាក៏មិនយកទោសពីអីកូនដែរមនុស្សធ្វើខុសចេះកែខ្លួនបែបនេះទើបគេហៅថាមនុស្សល្អណាកូនឥឡូវឯងឆាប់ក្រោកឡើងមកបាទលោកប៉ាអ្នកម៉ាក់កូនគិតតែចង់ចូលរៀនវិញហើយឯងថាម៉េចនេះឯងចង់ចូលរៀនវិញហីឈ្មោះរបស់ឯងព្យួរចោល3ឆ្នាំជាងហើយណាខ្ញុំគ្រាន់តែព្យួរឈ្មោះចោលតាមានបានឈប់រៀនឯណាប៉ាដឹងតែឯងព្យួរឈ្មោះយូរឆ្នាំពេកមិនដឹងថាគេទុកនៅទៀតដែរឬក៏អត់ប៉ាក៏វាមិនដឹងហើយឯងគិតអ្មេចបានជាចង់ចូលរៀនវិញហ្នឹងត្រូវហើយកូនតើកូនមានបំណងអីទើបចង់រៀនវិញនេះហាគ្មានអីទេម៉ាក់កូនគ្រាន់តែចង់បញ្ចប់បរិញ្ញាបត្រតែប៉ុណ្ណោះតើប៉ាវាឯងគិតយ៉ាងម៉េចដែរបើឯងចង់រៀនបន្តប៉ាក៏សប្បាយចិត្តដែរតែត្រូវសន្យាជាមួយប៉ាណាថារៀនឲ្យដឹងថារៀនអត់មានចង់មកពេលទេប៉ានិយាយឲ្យហើយណាបានខ្ញុំសន្យាថាមិនធ្វើឲ្យប៉ាម៉ាក់អស់សង្ឃឹមចំពោះខ្ញុំម្ដងទៀតនោះទេកូនធានាបើអញ្ចឹងល្អហើយស្អែកចាំប៉ាតាក់ទងទៅសាលាគេឲ្យនេះឯងយកមិនថាជូនគ្នាមកផ្ទះវិញបែរជាផឹកស្វឹងដេកចោលគ្នាបាត់ទុកឲ្យយើងមកផ្ទះតែម្នាក់ឯងហាមិនចោះឯងមិនដេកផ្ទះគ្នាមកយប់សិនទៅធ្វើមកចាបើគ្នាដាក់ជ្រុលទៅហើយនោះឲ្យយើងដេកមិនលក់ទៅបើឯងដេកសមុកដូចកូនអញ្ចឹងនោះអាណាដេកលក់ទៅវៃហើយឯងនេះចេះតែថាត្មងហើយតើឥឡូវឲ្យគ្នាសុំទោសណាចាំថ្ងៃនេះខ្ញុំប៉ៅបាយឯងមកពេលណាលើកលែងឲ្យឯងម្ដងចុះឯងដឹងទេជប់មិញនេះគ្នាបានជួបហេតុការណ៍ដ៏ចម្លែកមួយណាហាតើឯងបានជួបហេតុការណ៍អ្វីចម្លែកមែនទេគឺយប់មិញនឹងគ្នាត្រូវចោលប្លន់នេះឯងត្រូវចោលប្លន់ទេចោលឯងមានការអីអត់ឥឡូវហ្នឹងហ៎គ្នាមិនអីទេតែចោលនោះណាដូចជាចម្លែកបាច់ទេណាចម្លែកមិនទៅបងណាអាវីឯងដឹងទេចោលម្នាក់នឹងណាមើលទៅដូចជាអ្នកធ្លាប់សិក្សារៀនសូត្រពីមុនមកអញ្ចឹងទាំងការនិយាយស្ដីនឹងចេះដឹងខុសត្រូវថែមទៀតផងគ្នាណាមិនអាចជួបប្រទះចោលប្រភេទអញ្ចឹងទេអាចថាជាសំណាងរបស់ឯងទេដឹងឬមួយក៏ជាចោលម្នាក់នឹងលងស្រឡាញ់ឯងហើយមើលទៅហើយឯងនេះមានមាត់ចេះតែនិយាយត្មងហើយហើយបងណាតើអញមិនដឹងទេថ្ងៃនេះលើគេនិយាយថាមានសិស្សថ្មីមករៀននៅសាលាយើងណាគ្នាអត់ដឹងអីផងហ្នឹងហើយចុះឯងដឹងមកពីណាដែរងាប់ហើយឯងមិនដឹងមែនអីគេនិយាយឲ្យពេញតែសាលានឹងសោះមិនបានជាឯងមិនដឹងយ៉ាងម៉េចសិស្សថ្មីនឹងជាតារាមិនមែនបានជំនុំគ្នានិយាយដល់ម្លឹងមិនមែនតារាអីទេតែគេគឺជាសិស្សច្បងយើងណាព្រោះគេធ្លាប់រៀននៅនឹង3ឆ្នាំហើយណាមួយឬគេនិយាយថាគាត់នឹងសង្ហាខ្លាំងណាស់អើយឯងនេះពិតជាព្រានបរោះមែនឯងចេះតែនិយាយហ្មងហើយគ្នាមិនដែលឃើញផងឬតែគេថាដែរហ្នឹងឥឡូវឯងនៅញ៉ាំបាយនឹងសិនចុះគ្នាទៅបន្ទប់ទឹកបន្តិចសិនហើយមីងដាក់បាយសាច់មាន់ឲ្យខ្ញុំមួយចានមកម្នាក់នឹងមិនមែនសិស្សថ្មីខ្ញុំដូចជាធ្លាប់ឃើញនៅកន្លែងណាអញ្ចេះនេះលោកជាសិស្សថ្មីនឹងមែនផែនដីនេះពិតជាចង្អៀតមែនណោះមិនបានជាខ្ញុំមកជួបនាងនៅកន្លែងបែបនេះទៅវិញបានខ្ញុំនឹងហើយតើនាងមានការអីមែនខ្ញុំអត់មានការអីទេតែខ្ញុំដូចជាធ្លាប់ជួបលោកនៅកន្លែងណាមួយអញ្ចឹងនាងធ្លាប់ជួបខ្ញុំមកហើយមិនបានជាខ្ញុំមិនដឹងអញ្ចឹងប្រហែលជាខ្ញុំច្រឡំមនុស្សហើយមើលទៅតែស្ដាប់សម្លេងលោកយូរទៅគឺរត់តែដូចតែម្ដង
តើសម្លេងខ្ញុំដូចនរណាទៅនាង គឺដូចជាចៅ500ម្នាក់នោះខ្លាំងណាស់ ទេនាងច្រឡំមនុស្សហើយរូបរាងខ្ញុំប៉ុណ្ណឹងដែរទៅធ្វើជាចោរយ៉ាងម៉េចអង្កើត តែខ្ញុំណែបាយក្មួយរួចហើយ បាទមីងអស់ប្រមាណដែរមីង 3000រៀលទេក្មួយ ណែនាងមុននឹងនិយាយអីនាងគួរតែដឹងឲ្យច្បាស់សិនទៅកុំចេះតែស្មានតាមតែអំពើចិត្តនាងនោះមនុស្សល្អដូចជាខ្ញុំនេះមិនមែនជាចោរ500ដូចជានាងគិតនោះទេ ខ្ញុំមានបានថាលោកជាចៅឯណាលោកយកដាក់ខ្លួនធ្វើអីឬក៏លោកសិលៀសរីអៀខ្លួន បូណានិយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែលេចមុខអាចេកមកធ្វើឲ្យបូណានិងពិសិដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងស្របគ្នាតែម្ដង នេះបងឯងមកទិញបាយអត់មានប្រាប់ខ្ញុំអីបន្តិចសោះខ្ញុំខំតែចាំមើលស្មានតបងមិនទាន់ចេញពីរៀនទេហាអញនេះគឺនាង មិនភ្លេចខ្ញុំហ៎តែម្សិលមិញសោះហ្នឹងឆាប់ភ្លេចម៉េច បាទ នេះបងស្គាល់នាងតាំងពីកាលមកមិនប្រាប់ខ្ញុំសោះអញ្ចឹង ខ្វះអីពេលមកអាចេកអើយហើយឯងមកធ្វើស្អីចំពេលហ្នឹងហ៎ សុំទោសលបងឥឡូវចប់អស់ហើយ អូនេះនិយាយឡើងចេញឲ្យមើលទៅអូយខូចឈ្មោះមនុស្សល្អគេអស់ហើយ សាថ្មីសង្ហានណាអៀតាមពិតជាចៅ500សោះតែចេះកែខ្លួនអញ្ចឹងក៏ចាត់ទុកថាល្អដែរ ខណៈពេលនេះពិសិដ្ឋហាក់បីដូចជារាជសីដែលជាប់ចំណងនៅក្នុងទ្រុងអញ្ចឹងទោះបីជាចង់ធ្វើអ្វីក៏ធ្វើមិនបានឡើយណាស់ហើយពិសិដ្ឋអើយទ្រាំសិនទៅធ្វើម៉េចបើយើងធ្លាប់ជាចៅមែនគេថាក៏មិនខុសអីដែរ អូនេះកូនមកពីរៀនវិញហើយអីមកកូនមកហូបបាយទាន់សម្លបាយក្តៅៗណាកូន បាទម៉ាក់ខ្ញុំហូបនៅសាលារួចហើយមើលទៅមុខវាចុះទៅរៀនបានតែមួយថ្ងៃសោះមកវិញមុខដូចកញ្ចងបាញ់អញ្ចឹងនឹងហើយកូនសំណប់ចិត្តម៉ែវាឯងនោះ បើវាជាកូនប៉ាវាឯងនឹងហើយឲ្យវាកាត់ទៅអាណាទៀត កូនខ្ញុំមែនតើម៉ែវាឯងដូចនិយាយត្រូវណាស់នេះយប់នេះពិសិដ្ឋអង្គុយតែម្នាក់ឯងដោយរូបគេមានការខ្មាស់អៀននឹងបូណាជាខ្លាំងនៅទង្វើរបស់ខ្លួនបានធ្វើចំពោះនាងនាពេលយប់នោះតើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅឥឡូវនេះឯងគួរតែឈប់រៀនទៅកុំឲ្យនាងឃើញមុខឯងអី ឯងគួរតែសុំទោសនាងទៅ ទេបើឯងសុំទោសនាងឯងពិតជាប្រុសអន់ខ្លាំងណាស់ វាមិនតអន់ស្អីទេមនុស្សប្រុសធ្វើខុសចេះសុំទោសទើបគេហៅថាមនុស្សល្អណា បើឯងសុំទោសនាងមែនឯងពិតជាមនុស្សប្រុសអន់ខ្លាំងណាស់វើយបានហើយរឿងរបស់ខ្ញុំជាអ្នកសម្រេចពួកឯងឆាប់ចេញពីខ្ញុំឲ្យឆ្ងាយទៅ យីម៉ូតូខ្ញុំព្រឹកនេះវាកាត់ស្អីអញ្ចេះសាំងដូចជាមិនអស់ទេហើយចុះវាខូចស្អីគេនេះហើយនេះកំពុងតែប្រញាប់ផង តើខ្ញុំត្រូវទៅសុំទោសនាងដោយរបៀបណាទៅបើទៅនិយាយសុំទោសឆៅវាដូចជាមិនកើតបើបើគេញ៉ាំបាយហើយសុំទោសវាដូចជាមិនសមទៅចង់តែណាគេយកម៉ូតូមកទុកចោលអីកណ្ដាលផ្លូវគេហ្នឹងនេះអាយ៉ាកដុំឆែបអូយនេះនាងមកប្រភ័យខ្ញុំស្លាប់ហើយនេះ ខ្ញុំមានបំភ័យលោកឯណាខ្ញុំគ្រាន់តែហៅលោកឲ្យឈប់សិនតា ហើយបើនាងស្ទុះចាញ់មកអញ្ចឹងអីណាមភ័យហើយចុះនាងមកឈប់ម៉ូតូអីនៅកណ្ដាលផ្លូវគេហ្នឹង ស្មានតែខ្ញុំចង់ឈប់អីតែម៉ូតូនេះណាមិនដឹងជាវានឹងខូចស្អីទេអាលុតឆឹងតែម្ដងលោកជួយខ្ញុំតិចទៅ អាយ៉ាបើខ្ញុំយកឱកាសនេះសុំទោសនាងប្រហែលជាល្អហើយតែបើធ្វើអញ្ចឹងគេហៅថាយើងជាមនុស្សឆ្លៀតឱកាសមិនបានទេអញ្ចឹងហ៎ ហើយនេះលោកកំពុងតែគិតស្អីហ្នឹងឬខ្ញុំសួរទេ បាទខ្ញុំលឿនតាហើយម៉ូតូនាងខូចអីដែរចុះ បើខ្ញុំដឹងថាវាខូចអីចាំបាច់សួរលោកធ្វើស្អីទៅនេះ
តែខ្ញុំក៏មិនចេះមើលដែរតែបើមិនយល់ទាស់ទេចងខ្សែនឹងម៉ូតូខ្ញុំមកខ្ញុំអូសទៅរកជាងឲ្យ មានតែទាស់ស្អីបានតា បងណាមិនព្រឹកនេះអញមកជឿនម្លេះបានអីនឹងមកលឿនបានម៉ូតូគ្នាខូចមិនដឹងជាមូលហេតុអីផងហ្នឹងហាបានម៉ូតូអញខូចតែអញបានអីជិះមកហ្នឹងហ៎អូគឺគ្នាសុំដោយសារគេមកជាមួយដៃហ្នឹងណាសម្លាញ់តែអញសុំអ្នកណាគេមកណែអញប្រាប់គ្នាបន្តិចមើលមានអ្នកណាទៀតគឺចៅហេងសយហ្នឹងណាអូយអត់ទេគឺសត្វថ្មីដែលអញប្រាប់គ្នាហ្នឹងណាអាយ៉ាហេតុតែគេណោ អើយនេះអញគិតដល់ណាហ្នឹងហ៎តោះឆាប់ចូលរៀនទៅហី ហេហេ ហេអាម៉េចឈ្មោះខ្ញុំមានតាលោក ឲ្យខ្ញុំហៅយ៉ាងម៉េចទៅបើខ្ញុំមិនទាន់ស្គាល់ឈ្មោះនាងផងហ្នឹងទាល់តែនាងប្រាប់ខ្ញុំសិន ចាខ្ញុំឈ្មោះបូណាស្ដាប់បានហើយនៅចៅហេងសយ ចៅហេងសយយ៉ាងម៉េចឈ្មោះខ្ញុំក៏មានដែរមិនក៏ហៅខ្ញុំអញ្ចឹង តែខ្ញុំចូលចិត្តហៅបែបហ្នឹងលោកជាចៅហេងសយចៅហេងសយ ចាំមើលឡាគង់តែដឹងទេ ខ្ញុំចាំតែមើលតា អាឡូពូថាម៉េចម៉ូតូខ្ញុំទាល់តែស្អែកបានធ្វើហើយហ៎អើយចាប់ហើយតែខ្ញុំបានអីជិះទៅផ្ទះទៅនេះហើយ បូណាបើនាងមិនយល់ទាស់អីទេជិះម៉ូតូជាមួយខ្ញុំមកចាំខ្ញុំជូនទៅដល់ផ្ទះ នេះលោកព្រមជូនខ្ញុំទៅដល់ផ្ទះពិតមែនទេ មែនតាមកឆាប់ឡើងមក ម៉ែវាអើយម៉ែវារៀបចំបាយទឹកហើយនៅខ្ញុំហេវខ្លាំងណាស់ម៉ែវាអើយ ចាពុកវាបាយទឹកខ្ញុំរៀបចំរួចហើយ អាយ៉ា មហូបសតតែឆ្ងាញ់ត្មងហើយនេះហូចចុះឯណាកូនស្រីយើងនោះមិនទាន់មកពីរៀនទេអីថ្មនឹងទៅហើយ ខ្ញុំក៏មិនដឹងដែរពុកវានោះនឹកដើមដង្ហើមមកដល់តែម្ដងហើយកូននេះ ហូចចុះអ្នកណាគេមកជាមួយនឹង ពុកម៉ែគាត់មកពីរៀនវិញហើយ ជំរាបសួរលោកពូណាមីង លើកដៃថ្វាយព្រះណាក្មួយបូណាហូចចុះម៉ូតូឯងនៅណា មែនហើយកូនឯណាម៉ូតូអញនោះអូម៉ូតូខ្ញុំខូចនៅសាលាឯណោះឥឡូវជាងកំពុងតែធ្វើតតែស្អែកបានហើយណាម៉ាក់ អញ្ចឹងទេអីពុកស្មានតែឯងមានរឿងអី លោកពូណាមីងអញ្ចឹងខ្ញុំសូមជម្រាបលាទៅវិញសិនហើយបាន អាយ៉ាប្រញាប់ទៅវិញម្លេះក្មួយចាំហូបបាយនៅផ្ទះមីងមកពេលសិនទៅអី បាទប៉ុន្តែខ្ញុំ មែនហើយក្មួយកុំតន់អាលទៅវិញអីនៅបាយជាមួយពូសិនទៅអីមកឆាប់អង្គុយមកក្មួយមិនបាច់ក្រែងចិត្តក្រែងថ្លើមអីទេណាបូណាឯងឆាប់ទៅយកចានមួយទៀតមក ហូបឲ្យច្រើនទៅក្មួយឆ្ងាញ់មិនឆ្ងាញ់អីកុំប្រកាន់អីណាក្មួយ បានម្ហូបណាមីងធ្វើពិតជាឆ្ងាញ់ខ្លាំងណាស់ខ្ញុំហូបឡើងច្រើនទៅហើយនេះ នេះក្មួយចេះតែសរសើរមីងហើយនេះ បើឆ្ងាញ់ហូបឲ្យច្រើនទៅណាក្មួយថ្ងៃនេះពូពិតជាអរគុណក្មួយណាស់ដែលបានជូនកូនស្រីពូមកដល់ផ្ទះហើយកាលពីប្រហែលថ្ងៃមុនមិនដឹងជាអាចោចង្រៃណាទេវាមកប្លន់កូនស្រីពូឯនេះភ័យសឹងស្លាប់ទៅហើយ ហើយនេះក្មួយកាត់អីហ្នឹង បាទខ្ញុំអត់កើតអីទេពូ សង្ស័យតែមានអ្នកដឹកដើមហើយមើលទៅ បូណានិយាយឲ្យលួចសើចតែម្នាក់ឯងចំណែកពិសិដ្ឋវិញគ្នាភ័យឡើងញ័រអង្គុយទប់ខ្លួនលេងជាប់ទៅហើយមួយឆ្នាំក្រោយមកបូណាតើនាងនៅផ្ទះឬក៏អត់ហ្នឹង
ខ្ញុំនៅនេះតាបងចោះ500រកខ្ញុំមានការអីមែន បូណាឈ្មោះខ្ញុំមានតាមិនក៏មិនហៅមកហៅអីអញ្ចឹងទេ តាខ្ញុំចូលចិត្តហៅលោកបែបហ្នឹងណា នៅសើចទៀតបើនៅតែហៅខ្ញុំបែបហ្នឹងទៀតប្រយ័ត្នណា អើយលោកចង់ធ្វើឲ្យខ្ញុំមែនហាលោកបងចៅអើយ អាយ៉ាចំពោះអ្នករៀនច្បាប់ដូចជាបូណាឯងខ្ញុំធ្វើអីមិនកើតទេគឺមានតែចូលតាមប្រពៃណីឲ្យមើលទៅណោះ នេះលោកកំពុងតែសារភាពស្នេហ៍មកកាន់ខ្ញុំមែនទេនេះ ហើយជាធម្មតាសុភាពបរោះដូចជាខ្ញុំមិនសារភាពចំទេព្រោះអីខ្លាចគេបដិសេធ សុភាពបរោះឈឹ បែបលេងតែមែនតែនហើយច្បាស់លាស់ទៀតផងតើនាងគិតយ៉ាងម៉េចដែរ ខ្ញុំមានគិតយ៉ាងម៉េចតែពាក្យលោកនិយាយអំបញ្ញមិញហ្នឹងខ្ញុំក៏ទុកក្នុងចិត្តហើយណាយីកូនប្រុសទៅមកពីណាហ្នឹងទឹកមុខអីក៏សប្បាយចិត្តខ្លាំងម្លេះនេះ អត់មានអីទេម៉ាក់ហើយចុះលោកប៉ាក៏តាណាបាត់ហើយម៉ាក់ ប៉ាឯងនៅខាងក្រោយផ្ទះឯណោះហើយកូនមានការអីមែនទេហ្នឹង អូអត់មានអីទេម៉ាក់ មិនចាំបាច់លាក់បាំងនឹងម៉ាក់ទេប្រកាសជាមានហើយមើលប្រាប់ម៉ាក់តាមត្រង់មកមើលកូន ពិតជាលាក់ម៉ាក់មិនចិត្តមែនឥឡូវនេះកូនរៀនចប់ហើយម៉ាក់ខ្ញុំចង់ណា រឿងអីដែលម៉ាក់មិនដឹងនោះមើលកូនចង់បានអីនិយាយមកនៅអេះអុញនឹងហើយ គឺខ្ញុំបានស្រឡាញ់កូនគេហើយម៉ាក់ អាយ៉ានេះកុំប្រាប់ថាឯងចង់បានប្រពន្ធណា បាទគឺបែបហ្នឹងហើយម៉ាក់យ៉ាហីម៉ែកូននេះមានរឿងអីបានជានិយាយគ្នាលឺបែបនេះ អើយមានរឿងអីគឺកូនប្រុសពុកវាឯងនេះណាវាចង់បានប្រពន្ធនឹងណា បើវាចង់បានប្រពន្ធការវាទៅណា អារឿងការវាដឹងតែការឲ្យហើយតែមិនដឹងថាកូនគេនឹងណាគេព្រមឲ្យដែរឬអត់ គេព្រមហើយតាម៉ាក់រួចចុះកូនគេដែលឯងស្រឡាញ់នោះនៅឯណាដែរគឺនៅជាប់ភូមិយើងនឹងតែម្ដងតាលោកប៉ាបើអញ្ចឹងល្អហើយមែនទេម៉ែវា ត្រូវឲ្យប៉ាវាកូនណាវាចង់យកប្រពន្ធឆាប់ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះកំពុងតែចង់បានចៅនឹងគេផង ដឹងស្អីទេម៉ាក់មិនទាន់បានការផងរកចៅបាត់ទៅហើយហី ជំរាបសួរអ្នកចាជំរាបសួរអញ្ជើញចូលក្នុងផ្ទះសិនទៅអ្នកកូនស្រីឆាប់ហៅប៉ាឯងនៅខាងក្រោយផ្ទះមកចាស់ម៉ាក់គេនិយាយលេងសោះអញមកមែនតើហី ខ្ញុំថាម៉េចគឺអញ្ចឹងហើយ ថ្ងៃនេះពិតជាថ្ងៃជោគថ្ងៃជ័យវេលាល្អមែនហើយដោយពិសិដ្ឋនិងបូណាបានថ្លែងជាគូដណ្ដឹងនឹងគ្នាគឺរងចាំតែបូណារៀនចប់និងអាលបានចូលរោងការជាមួយគ្នាតែម្ដង រឿងនេះឬពូថៅតាមានរឿងដំណាលតគ្នាមកថាមានតាចាស់ពុះម៉ាយម្នាក់រស់នៅតែម្នាក់ឯងក្រីក្រលំបាកតោកយ៉ាកគ្មានទ្រព្យធនចិញ្ចឹមជីវិតសោះឡើយដោយរាល់ថ្ងៃគាត់បានកម្រៃបន្តិចបន្តួចពីការកាប់អស់លោកតែប៉ុណ្ណោះថ្ងៃនេះដូចជាថ្ងៃមុនដែរតាយើងក្រោកពីព្រលឹមលីពូថៅដែលជាសម្បត្តិតែមួយគត់របស់គាត់ចូលទៅក្នុងព្រៃដើម្បីរកកាប់អស់ដល់ក្បែរមាត់បឹងមួយគាត់ក៏បានកាប់ដើមឈើមួយដើមនោះចៃដនភ័ព្វចង្រៃអាក្រក់អីពូថៅនោះក៏របេះពីដៃធ្លាក់ទៅក្នុងទឹកបាត់ទៅតាយើងឃើញដូច្នេះក៏អស់សង្ឃឹមលុតជង្គង់ចុះលើកដៃប្រណម្យបន់ស្រន់ថាអូពូថៅខ្ញុំអើយអ្នកបានចិញ្ចឹមខ្ញុំជាយូរណាស់មកហើយតើថ្ងៃនេះខ្ញុំសល់អ្វីទៀត
បើអ្នកឃ្លាតពីខ្ញុំទៅហើយនោះទេវតាអើយទេវតាសូមមេត្តាជួយខ្ញុំផងមិនដេចបានជាខ្ញុំអភ័ព្វខុសគេយ៉ាងនេះ មួយរំពេចនោះស្រាប់តែមានតាសក់សម្នាក់ផុសចេញពីក្នុងទឹកបឹងនោះហើយបានស្រដីថាណែតាដ៏កំសត់ឈប់យំទៅចាំយើងជួយរកឲ្យតាសក់សនោះបានមុជចូលទៅក្នុងទឹកមួយសន្ទុះក៏ផុសមកសារជាថ្មីដោយនៅក្នុងដៃមានកាន់ពូថៅពីរពូថៅមាសមួយនិងពូថៅចាស់មួយតើមួយណាជាពូថៅរបស់តាចូលតាឆាប់មកយកមកតាយើងឃើញមាសក្រហមឆ្អិនឆ្អៅតែគាត់មិនយកឡើយព្រោះមិនមែនជារបស់គាត់ គឺមួយនេះហើយជាពុទ្ធៅដ៏ល្អរបស់ខ្ញុំ អូតាពិតជាមានចិត្តស្មោះត្រង់មែនឥឡូវតាយកពូថៅទាំងពីរនេះចុះចាប់ពីពេលនោះមកតាយើងក៏ក្លាយជាអ្នកមានគាត់តែងតែជួយដល់អ្នកក្រលំបាកមិនដែលទាស់ម្ដងណាឡើយរីឯអ្នកស្រុកក៏ស្រឡាញ់រាប់អានគាត់គ្រប់គ្នារឿងនេះមិនស្ងាត់បាត់ដំណឹងនោះទេថាម៉េចតានឹងបានដោយសារទេវតាក្នុងទឹកបឹងជួយហើយទេវតាជួយតានឹងយ៉ាងម៉េច លើគេថាគាត់កាប់អស់មិនប្រយ័ត្នធ្វើឲ្យពូថៅនោះធ្លាក់ចូលទៅក្នុងទឹកលោកសេដ្ឋី យើងដឹងហើយឯងចេញទៅចុះដោយសេដ្ឋីនេះមានចិត្តលោភលន់ពេកក៏រូតរះជាបន្ទាន់ធ្វើកលជាអ្នកកាប់អស់ដោយតាយើងទៅដល់មាត់បឹងសេដ្ឋីធ្វើជាកាប់ឈើដោយហត់ខ្លាំងពេកក៏ប្រញាប់បោះពូថៅនោះចូលទៅក្នុងទឹកបឹងបាត់ទៅរួចធ្វើជាអង្គុយយំរអ៊ូថាអោទេវតាអើយមិនជួយរកពូថៅខ្ញុំផងខ្ញុំមានតែពូថៅមួយនេះទេ សេដ្ឋីយំផងបន់ស្រន់ផងមាត់វីកដូចខ្យងទៅហើយពិតជាស័ក្តិសិទ្ធិដូចបំណងមែនតាសក់សក៏ផុសចេញពីក្នុងទឹកមកដោយកាន់ពូថៅមាសមួយនិងពូថៅរបស់សេដ្ឋីមួយតើមួយណាជាពូថៅរបស់តាពូថៅមាសនោះហើយជាពូថៅរបស់ខ្ញុំអូមនុស្សនេះពិតជាគ្មានភាពស្មោះត្រង់និងលោភលន់ខ្លាំងណាស់បើអញ្ចឹងឆាប់មកយកមកនៅពេលដែលសេដ្ឋីលោកដៃទៅយកពូថៅមាសនោះតាសក់សក៏រលាយបាត់លិចចេញនៅពុះវែកបើកភ្នែកបញ្ចេញអណ្ដាតលោកសេដ្ឋីភ័យស្លន់ស្លោស្ទុះរត់បោកមុខបោកក្បាលចូលដើមឈើកើតក្តីឈឺចាប់ជាខ្លាំងដោយពាក្យចាស់លោកពោលថាលោភលន់នឹងលៀបរែកបាត់ធន់ទៅ